Rương nị tiên khmoi cực khmoi niêng sọ vẹn. Nơi trong prey ngật muối miên pte chơi cha lơ sọ kpua, đại khmien manu na hiên tới chật kroi ngày lệch prey nú tang tại miên ap kra, nâng cho tờ chẹ đôi đằng ham nẹ slap. Dục muối miên bồ rò vây khmeng mà nẹ vùng vệnh plờ, hai khơi pte chơi nú, khả nạ pê kê công pung đào chật tơ srap tại khơi nhiri mà nẹ chô mình men chô tê tại ảnh đại lờ đầy. Sọ niêng vây như nhầy nhai pnei cỏ hom đôi plờng hai rô po sờ bò niêng pênh đào chim smooth. Niêng mình nì dê ở vấy tê tai sầm lăng một kề. Cho trò chẹ căn tại khlang hai sầm lên sập siêu lư nơi trung vinh. Trò lọp một vinh. Nẹ bó bong khnyôm kì. Bồ ró nú rụt kêch bần tai cốc trùm hiên đài kê rụt niêng nơi tại một kê chật làng. Nơi mục kê chơ niêng chộp hai đai trò chẹ đôi tật cọ pasma kề. Rất ngày kroiប្រជីជនភូមិឃើញតែស្បែកជើងបរោះមួយគូនៅមុខផ្ទះឈើតាំងពីថ្ងៃនោះមករយយប់មានអ្នកឃើញនាងអណ្ដែតនៅមុខផ្ទះហើយសំឡេងស្រែកសោកសៅលាន់ចេញពីព្រៃគេនិយាយថានាងកំពុងរងចាំមនុស្សបន្ទាប់ព្រៃនោះមិនមានឈ្មោះនៅលើផែនទីទេតែអ្នកភូមិដឹងថាបើថ្ងៃលិចហើយអ្នកណាចូលទៅនឹងមិនត្រឡប់មកវិញទាំងដើមនៅចំកណ្ដាលព្រៃមានផ្ទះឈើចាស់មួយឈរលើសខ្ពស់ដូចផ្ទះអ្នកស្លាប់ដំបូលពណ៌ខ្មៅពេញស្មៅព្រៃជញ្ជាំងឈើពុកហើយចណ្ដាលដែលសំបីតែខ្យល់ប៉ះក៏ក្រហមសូរយប់មួយភ្លៀងធ្លាក់ស្រាលអប់លាតសន្ធឹងដូចផ្សែងខ្មោចបុរសវ័យក្មេងម្នាក់ឈ្មោះវណ្ណាវង្វេងផ្លូវក្នុងព្រៃទូរស័ព្ទគ្មានសញ្ញាខ្សែភ្លើងក៏អស់ពេលនោះគេឃើញផ្ទះឈើនោះឈរដូចកំពុងមើលគេពេលវណ្ណាចូលចិត្តស្រាប់តែខ្យល់ត្រជាក់ប៉ះស្បែកដូចដៃមនុស្សស្លាប់ហើយនៅមុខផ្ទះមាននារីម្នាក់អណ្ដែតពីលើដីប្រហែលមួយជំហានជើងសក់នាងវែងរញ៉េញ៉ៃគ្រប់មុខពាក់កណ្ដាលភ្នែកក្រហមបំភ្លឺក្នុងអាប់រោពណ៌របស់នាងសាមងឹតនិងពេញដោយឈាមស្ងួតដែលហូរចុះតាមដៃវណ្ណាមិនអាចផ្លាស់ទីបានជើងគេធ្ងន់ដូចជាប់ដីស្រាប់តែសំឡេងខ្សឹបខ្សៀវឮនៅត្រចៀកគេទោះនាងមិនបើកមាត់ក៏ដោយអ្នកឃើញផ្ទះខ្ញុំហើយអ្នកមិនអាចចាក់ចេញបានទេភ្លាមនាងអណ្ដែតមកចិត្តទេក្រោមជើងនាងមិនអើទេតែស្មៅវិលទៅជាពណ៌ខ្មៅហើយឈាមច្រាឡើងពីដីវណ្ណារត់តែគ្រប់ទីកន្លែងដែលគេរត់អាប់កាន់តែក្រាស់ហើយផ្ទះឈើនៅតែមុខគេជិតជាងមុនស្រាប់តែគេឮសំឡេងជើងច្រើនមិនមែនជើងមនុស្សរស់ទេតែសំឡេងអូសអង្គុចលើដីសើមពីក្នុងព្រៃមានរូបមនុស្សអណ្ដែតច្រើនចេញមកក្មេងស្ត្រីបុរសទាំងអស់ស្លៀកពណ៌ស្ពេញឈាមភ្នែកទេនិងមាត់បើកធំដូចចង់ស្រែកប៉ុន្តែគ្មានសំឡេងនារីម្នាក់នៅមុខផ្ទះឈប់អណ្ដែតហើយលើកមុខឡើងសក់នាងបែកចេញបង្ហាញមុខដែលរលួយក្រពេញភ្នែកធ្លាក់ចុះហើយមាត់របើកបង្ហាញធ្មេញខ្មៅនាងនិយាយជាសំឡេងស្រែកស្រួចនៅទីនេះគ្មានអ្នកណាចេញបានទេតែត្រជាក់ដូចទឹកកកចាប់ជើងវណ្ណាគេត្រូវអូសទៅក្រោមផ្ទះឈើដែលមានសំឡេងស្រែកយំរាប់សិបអ្នកលាន់ចេញព្រឹកថ្ងៃក្រោយអ្នកភូមិឃើញផ្ទះឈើស្ងៀមស្ងាត់ដូចមុនគ្មានស្នាមរត់គ្មានសាកសពមានតែស្បែកជើងមួយគូសាំឈាមនៅមុខចណ្ដាលហើយយប់នោះមាននារីម្នាក់អណ្ដែតបន្ថែមទៀតឈរនៅមុខផ្ទះសក់វែងភ្នែកក្រហមនិងមាត់ខ្សឹបថាអ្នកបន្ទាប់កំពុងមកហើយបន្ទាប់ពីវណ្ណាបាត់ខ្លួនភូមិទាំងមូលស្ងៀមស្ងាត់ដូចសពរាល់យប់មានអ្នកឃើញពន្លឺភ្លឺស្រអាប់ពីផ្ទះឈើចាស់និងសំឡេងយំស្រែកលាន់ចេញពីព្រៃចុងក្រោយអ្នកភូមិ5នាក់សម្រេចចិត្តចូលទៅមើលតាសែនអ្នកចាស់ចេះអំពីខ្មោចពៅបរោះកម្លាំងច័ន្ទរាមនុស្សកាន់ព្រះលីនស្ត្រីក្លាហានមុនីក្មេងប្រុសវ័យក្មេងពួកគេមកដល់ព្រៃពេលថ្ងៃទើបព្រះប៉ុន្តែអាប់នៅតែចុះក្រាស់ដូចយប់មិនទាន់ចប់នៅមុខផ្ទះឈើមានស្នាមជើងជាច្រើនប៉ុន្តែមិនមានស្នាមត្រឡប់ចេញតាសែនខ្សឹបថាទីនេះមិនមែនផ្ទះទេវាជាផ្ទះសម្រាប់អ្នកស្លាប់ពើឡើងចណ្ដាលមុនក្រហមឈើស្រែកដូចសូរឆ្អឹងបាក់ពេលទ្វារបើកខ្យល់ត្រជាក់ខ្លាំងបក់ចេញក្លិនឈាមនិងក្លិនសាច់រលួយប៉ះច្រមុះគ្រប់គ្នាខាងក្នុងងឹតមានតែទៀនខ្មៅបើកភ្លឺដោយខ្លួនឯងមិនមានអ្នកបើកជញ្ជាំងពេញដោយស្នាមក្រចកដំបូលពេញដោយស្នាមឈាមស្ងួតហើយលើដីមានស្បែកជើងជាច្រើនគូរបស់អ្នកបាត់ខ្លួនមុនស្រាប់តែទ្វារបិទខ្លួនឯង
មុនីស្រែកលីនចាប់ដៃគេច័ន្ទរាសូត្រមន្តប៉ុន្តែសំឡេងគេកាន់តែខ្សោយដូចមានអ្វីមួយស្រូបសំឡេងពីក្រោមផ្ទះមានសំឡេងអូសសាច់និងសំឡេងស្រែកយំជាច្រើនស្របគ្នាទេកណ្ដាលផ្ទះបើកចំបង្ហាញរន្ធងឹតមួយដែលអាប់ខ្មៅហូរចេញតាសែនមើលចុះហើយមុខគេប្រេះគេឃើញវណ្ណាអង្គុយកោងខ្លួនភ្នែកទេមាត់បើកយំឈាមហើយខ្សឹបថាយឺតហើយខ្ញុំជារបស់ពួកគេហើយកភ្លាមដៃនឹងដៃខ្មៅរាប់សិបដេញចេញពីរន្ធចាប់ជើងពៅអូសគេធ្លាក់ចុះក្រោមផ្ទះសំឡេងឆ្អឹងបាក់លាន់ឡើងហើយសំឡេងពៅបាត់ទៅក្នុងអប់លីនរត់ទៅទ្វារបើកមិនចេញជញ្ជាំងចាប់ផ្ដើមហូរឈាមទៀនរលត់ភាពងឹតលេបគ្រប់យ៉ាងនៅពីក្រោយមានសំឡេងស្រីខ្សឹបចិត្តត្រចៀកអ្នកចូលមកត្រូវស្នាក់នៅពេលពន្លឺថ្ងៃរះអ្នកភូមិឃើញតែផ្ទះឈើស្ងៀមដូចមុននៅមុខជណ្ដើរមានស្បែកជើងថ្មី5គូតម្រៀបជាជួរហើយនៅក្នុងអប់មានមនុស្សអណ្ដែត5នាក់បន្ថែមឈរនៅជុំវិញផ្ទះភ្នែកក្រហមមាត់ញឹមកំពុងរង់ចាំក្រោយពីអ្នកភូមិ5នាក់បាត់ខ្លួនព្រៃនោះមិនដូចមុនទៀតទេដើមឈើស្ងួតសត្វមិនហ៊ានចូលហើយរាល់យប់មានសំឡេងស្រែកយំលាន់ចេញដូចសំឡេងមនុស្សរាប់សិបនាក់រងទុក្ខនៅភូមិក្បែរមានអ្នកចាស់ម្នាក់នៅសល់ឈ្មោះយាយកន្ធាយាយកន្ធាគឺជាមនុស្សតែម្នាក់ដែលដឹងការពិតអំពីផ្ទះឈើនោះយាយប្រាប់ថាកាលពីជាង40ឆ្នាំមុនមាននារីម្នាក់ឈ្មោះស្រីពៅនាងរស់នៅផ្ទះឈើនោះជាមួយប្តីថ្ងៃមួយនាងមានផ្ទៃពោះតែប្តីនាងសង្ស័យនឹងវាយនាងរៀងរាល់យប់ចុងក្រោយប្តីនាងនិងអ្នកភូមិខ្លះចោទថានាងជាមនុស្សមានអាបហើយចាប់នាងទៅចងក្រោមផ្ទះឈើយប់នោះភ្លៀងធ្លាក់អាប់ចុះនាងស្រែកអង្វរតែគ្មានអ្នកណាស្ដាប់ពួកគេវាយនាងទម្លាក់នាងចូលរន្ធក្រោមផ្ទះហើយបិទវាចោលទាំងនាងនិងកូនក្នុងផ្ទៃមុនស្លាប់ស្រីពៅស្បត់ថាអ្នកណាចូលផ្ទះនេះនឹងនៅជាមួយខ្ញុំជារៀងរហូតចាប់ពីថ្ងៃនោះផ្ទះឈើคล้ายជាផ្ទះអ្នកស្លាប់នាងคล้ายជាខ្មោចមិនឈរលើដីមិនអាចទៅណានិងមិនអាចសម្រាកបានយាយកន្ធានិយាយថាមានតែវិធីមួយគត់ដើម្បីបញ្ចប់វាត្រូវបើករន្ធក្រោមផ្ទះយកឆ្អឹងនាងនិងកូនធ្វើបុណ្យឲ្យគេយប់នោះយាយកន្ធាទៅម្នាក់ឯងកាន់ទៀននិងអំពើចាស់ចូលទៅផ្ទះឈើនៅពេលយាយបើករន្ធអាប់ខ្មៅផ្ទុះចេញសំឡេងស្រែកយំរាប់សិបនាក់លាន់ពេញព្រៃនាងស្រីពៅអណ្ដែតចេញភ្នែកក្រហមមុខរលួយនិងកូនតូចមួយអណ្ដែតជាប់ទ្រូងនាងយាយកន្ធាសូត្រមន្តតែញ័រទឹកភ្នែកហូរស្រីពៅសម្លឹងមកហើយនិយាយសំឡេងស្រែកសោកសៅយឺតហើយខ្ញុំមិនចង់ទៅទេខ្ញុំមិននៅម្នាក់ឯងបានទេភ្លាមផ្ទះឈើទាំងមូលរញ្ជួយឈាមហូរចេញពីជញ្ជាំងទេបើកចំព្រឹកថ្ងៃក្រោយផ្ទះឈើបាត់ទៅព្រៃស្ងៀមអាប់អស់គ្មានសំឡេងយំទៀតអ្នកភូមិគិតថាវាចប់ហើយប៉ុន្តែយប់នោះនៅមុខផ្ទះយាយកន្ធាមានស្នាមជើងទឹកមកឈប់មុខទ្វារនិងសំឡេងខ្សឹបយាយអ្នកនៅជាមួយខ្ញុំកព្រឹកឡើងយាយកន្ធាបាត់ខ្លួននៅសល់តែទៀនរលាយនិងរោគពណ៌ស្មួយពេញឈាមហើយនៅព្រៃចាស់មានផ្ទះឈើថ្មីមួយលេចឡើងវិញ